សាលាដំបងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនស្ត្រីលក់ទូរស័ព្ទអនឡាញដែលបានជេរប្រមាថកងទ័ពហើយអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញបានដឹងថានៅថ្ងៃទី14ខែសីហាឆ្នាំ2026នេះសាលាដំបងរាជធានីភ្នំពេញបានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ4724ចុះថ្ងៃទី14ខែសីហាឆ្នាំ2026តាក់ទងនឹងឈ្មោះចិន្តាសវណ្ណរីភេទស្រីអាយុ31ឆ្នាំដែលជាម្ចាស់ page Facebook ឈ្មោះ Mr. 8 Gaming ដែលត្រូវបានជាប់ប្រកាន់ពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងប្រមាថចំពោះអ្នករាជការសាធារណៈដែលស្ត្រីរូបនេះប្រព្រឹត្តនៅចំណុចបូរី ML ផ្ទះលេខ1ផ្លូវលេខ1ភូមិដួងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញកាលពីថ្ងៃទី1ខែសីហាឆ្នាំ2026យោងតាមបញ្ញត្តិមាត្រា472និងមាត្រា502ក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាបន្ទាប់ពីការសាកសួរជនជាប់ចោទនិងពិនិត្យភស្តុតាងចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនជាប់ចោទឈ្មោះចិន្តាសវណ្ណរីដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់សាលាដំបងបានបញ្ជាក់ថាតុលាការនឹងបន្តចាត់ការដោយម៉ឺងម៉ាត់ចំពោះអំពើជេរប្រមាថជាសាធារណៈដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់បុគ្គល